네, 안녕하세요. 다시 뵙겠습니다. 네, 영주님ម្ដងទៀតហើយតើតើជាមួយនឹងវិជ្ជករបន្ទាប់เนาะ នេះអញ្ចឹងវិជ្ជករនេះគឺជាវិជ្ជករមួយដែលអ្នកទាំងអស់គ្នាអាសាឃើញអាសាលើបើសិនបើអ្នកទាំងអស់គ្នាបានមើលនេះ Hanguk Drama នេះរឿងភាគកូរ៉េនេះនិយាយជាភាសាកូរ៉េនេះអញ្ចឹងថ្ងៃនេះវិជ្ជករដែលសន្និនឹងបង្រៀននេះនេះគឺតកតងជាមួយនឹងវិជ្ជករថាច័ន្ទណាយោនេះច័ន្ទណាយោនេះយើងអានច័ន្ទណាយោនេះច័ន្ទណាយោនេះច័ន្ទណាយោនេះអញ្ចឹងវិជ្ជករនេះយើងប្រើជាមួយនឹងនេះគុណនាមជាមួយនឹងកិរិយាសព្ទច័ន្ទណាយោនេះអញ្ចឹងច័ន្ទណាយោនេះកំបិតច័ន្ទណាយោនេះយើងអត់បកទេប៉ុន្តែយើងបកមួយទៀតយើងបកថាគឺដោយសារនេះដោយសារប៉ុន្តែច័ន្ទណាយោនេះគឺយើងប្រើនៅខាងចុងប្រយោគនេះយើងប្រើនៅខាងចុងប្រយោគយើងអាចបកថាដោយសារប៉ុន្តែយើងប្រើនៅពេលណាបានយើងអាចប្រើនេះច័ន្ទណាយោបាទเนาะនេះតោះអញ្ចឹងច័ន្ទណាយោយើងប្រើនៅពេលដែលយើងនេះនិយាយរំលឹកណាម្ដងទៀតទៅដល់អ្នកដែលស្ដាប់ឬក៏ទៅដល់អ្នកដែលបានជជែកជាមួយយើងបានន័យថាអ្នកដែលគាត់ជជែកជាមួយយើងនឹងគឺគាត់បានដឹងរឿងពីមុនមកហើយគ្រាន់តែយើងចង់រំលឹកឲ្យគាត់ដឹងពីរឿងនឹងសារឡើងវិញដូច្នេះហើយយើងប្រើពាក្យថាច័ន្ទណាយោเนาะនេះភាសាទៀតណាអ្នកទាំងអស់គ្នាច័ន្ទណាយោយើងប្រើនៅពេលដែលនៅក្នុងស្ថានភាពមួយដែលអ្នកស្ដាប់ណាគាត់ភ្លេចរឿងហ្នឹងប៉ុន្តែពីមុនមកគឺអ្នកស្ដាប់ហ្នឹងឬក៏អ្នកដែលនិយាយជាមួយយើងហ្នឹងគឺគាត់ដឹងពីរឿងហ្នឹងដែរប៉ុន្តែគាត់ភ្លេចទៅដូច្នេះហើយយើងនិយាយរំលឹកសារឡើងវិញឲ្យគាត់ចងចាំទៅយើងប្រើពាក្យថាច័ន្ទណាយោเนาะនឹងច័ន្ទណាយោពេលខ្លះក៏យើងបកថាដោយសារដែរព្រោះនៅពេលដែលយើងប្រើជាប្រយោគនៅពេលដែលយើងបកថាដោយសារតែម្ដងនេះតែអញ្ចឹងយើងមកមើលទីទៅច័ន្ទណាយោតោះយើងប្រើជាមួយនឹងគុណកិរិយាគុណនាមនេះមានអានហេណាជាសង្ឃមីតានេះយើងប្រើជាមួយនឹងគុណនាមtrong用xã nàyគុណនាមអញ្ចឹងគុណនាមមិនថាគុណនាមមិនថាកិរិយាសព្ទទេផាត់ឈីមណាមានផាត់ឈីមឬក៏អត់ផាត់ឈីមនេះអត់សំខាន់នេះគ្មានឬក៏មានអត់សំខាន់គឺយើងបូកជាមួយនឹងច័ន្ទណាយោតែម្ដងច័ន្ទណាយោអញ្ចឹងយើងមកមើលគុណនាមសិនណាពាក្យជាគុណនាមមានសាដានេះសាដាធូរថ្លៃដែលយើងបកថាថោកនេះសាច័ន្ទណាយោដោយសារតែវាថោកនេះសាច័ន្ទណាយោដោយសារតែវាថោកអ៊ីតានេះអ៊ីតាយើងបកថាមាននេះមាននៅពេលដែលយើងបូកជាមួយនឹងច័ន្ទណាយោយើងលុបពាក្យតាចោលណានេះទាំងអស់គ្នារាល់កិរិយាសព្ទរាល់គុណនាមនៅពេលដែលបូកវិជ្ជករគឺយើងលុបទម្រង់ដើមរបស់វាចោលណាទៅជាអ៊ីចាណាយោអ៊ីចាណាយោនេះយើងបកថាដោយសារតែវាមានអ៊ីចាណានេះអ៊ីចាណាយោនេះយើងមើលធុងសាម្ដងយល់9ធុងសាម៉ាស៊ីដានេះម៉ាស៊ីដាយើងបកថាផឹកនេះម៉ាស៊ីដាម៉ាស៊ីចាណាយោនេះម៉ាស៊ីចាណាយោដោយសារតែផឹកណាម៉ាស៊ីចាណាយោនេះមកចាណាយោណាមកចាណាយោអញ្ចឹងភាសាទៀតនេះវិជ្ជករច័ន្ទណាយោនេះយើងប្រើនៅក្នុងស្ថានភាពមួយដើម្បីរំលឹកដល់អ្នកស្ដាប់ដែលអ្នកស្ដាប់ហ្នឹងពីមុនគឺគាត់ក៏ដឹងរឿងហ្នឹងដែរណានៅក្នុងស្ថានភាពដែលអ្នកដែលនិយាយជាមួយយើងហ្នឹងគាត់ដឹងរឿងហ្នឹងគ្រាន់តែយើងរំលឹកពីគាត់រំលឹកឲ្យគាត់ដឹងពីស្ថានភាពនឹងសារឡើងវិញអញ្ចឹងយើងមកមើលយ៉ាងម៉េចណោះនេះរំលឹកយ៉ាងម៉េចតោះយើងមកមើលភូគីទាំងអស់គ្នាយេនេះជាឧទាហរណ៍ឬក៏ភូគីក៏បានណាយេតោះ부산에 갈 때는 KTX를 타고 가는 게 어때요? 네, 타고 가는 게 어때요? 네, 타고 가는 게 어때요? 정신 좋다. tới đầu chi KTXនៅពេលទៅភូសានហ្នឹងមិនដែរនេះឬក៏ទៅភូសានយើងជិះ KTX យ៉ាងមិនដែរនេះ Ninkeo Teo ណោះនេះអញ្ចឹងទម្រង់វិជ្ជករមួយទៀតអានេះមិនមែនជាវិជ្ជករទេអាចថាជាពាក្យណា Ninkeo Teo យ៉ាងមិនដែរណោះនេះនៅពេលដែលទៅភូសានជិះ KTX យ៉ាងមិនដែរនេះមានន័យអញ្ចឹងគាត់បន្តទៀតគាត់ថា KTX 빠르고 편하잖아요. 네, KTX가 빠르고 편하잖아요. 네, 편하잖아요. chẳng còn vậy tháដោយសារតែ KTX ហ្នឹងគឺវាលឿន 빠르다 លឿនហើយនឹង 편하다 នេះ 편하잖아요 គឺវាស្រួលនេះ
ចឹងបានថាអ្នកដែលស្ដាប់ហ្នឹងគឺគាត់ដឹងដែរថា KTX ហ្នឹងគឺវាលឿនហើយវាស្រួលនេះចឹងគាត់ដឹងចឹងបានយើងប្រើដើម្បីបញ្ជាក់ឲ្យអ្នកស្ដាប់នឹងយល់ថាអូដោយសារតែ KTX ហ្នឹងគឺParinko Pyeonghajanayo ណាចឹងអ្នកដែលនិយាយនិងអ្នកស្ដាប់គឺដឹងរឿងនឹងដូចគ្នាដឹងពីស្ថានភាពនឹងដូចគ្នាដឹងពីអ្វីមួយនឹងដូចគ្នាណាព្រោះគាត់ដឹងពី KTX ថាលឿនប៉ុណ្ណាណាតោះអញ្ចឹងយើងមកមើលប្រយោគទី2ណាប្រយោគទី2 우산을 가지고 가세요. 네, 우산을 가지고 가세요. 네, 쏨역 찾들 지모이 네, 가지고 가다. 네, 비딜어나 여러분 가지고 가다. 역들 지모이 너. 네, 가지고 가다. cái giờ sắp nào đó. 네, 역들 지모이 너. 네, 역들 지모이 잠시만요. 네, 또 bỏ nha 또 네. យកទៅនេះជាមួយណា 가지고 가세요 ណាអញ្ចឹងបានគាត់ថាសូមយកឆាប់ទៅជាមួយ 비가 오잖아요 នេះ 비가 오잖아 នេះ 비가 오잖아요 គឺដោយសារតែមានភ្លៀងធ្លាក់អញ្ចឹងអ្នកដែលស្ដាប់ហ្នឹងគាត់ដឹងថាខាងក្រៅគឺមានភ្លៀងធ្លាក់អញ្ចឹងនៅក្នុងស្ថានភាពមួយដែលអ្នកនិយាយនិងអ្នកដែលជជែកអ្នកដែលស្ដាប់និងអ្នកនិយាយហ្នឹងគឺគាត់ដឹងពីស្ថានភាពដូចគ្នាទៅយើងអាចប្រើChanayo បានយល់បងណាប្រាចាណាយោតតែអ្នកដែលស្ដាប់ហ្នឹងគឺគាត់ដឹងស្ថានភាពខាងក្រៅដែរថាមានភ្លៀងទៅយើងប្រើអូចាណាយោណោះគ្រាន់តែពេលហ្នឹងគាត់ភ្លេចណោះតែគាត់ភ្លេចឧទាហរណ៍គាត់ឃើញភ្លៀងនៅក្រៅអួចតែនៅខាងក្រៅប៉ុន្តែគាត់អត់គាត់ភ្លេចទេគាត់ចេញទៅក្រៅមិត្តភក្តិគាត់មក우산을 가지고 가세요. 비가 오잖아요. 네, 비가 오잖아요. 네, ដោយសារតែមានភ្លៀងធ្លាក់ណានេះអញ្ចឹងជាការរំលឹកគាត់សារឡើងវិញឲ្យគាត់ចាំថាអត់នៅខាងក្រៅវាភ្លៀងណានេះអញ្ចឹងអ្នកដែលស្ដាប់ហ្នឹងក៏គាត់ដឹងថាអូវាភ្លៀងមែនណោះនេះតោះអញ្ចឹងយើងមកមើលប្រយោគទី3 3번 삼겹살을 안 돼요. 네, 삼겹살을 안 돼요. 네, 삼겹살을 안 돼요. យើងបកថានេះនេះ삼겹살 여러분 아세요? 너 삼겹살 យើងបកថាសាច់អាំងជាទូទៅសាច់អាំងកូរ៉េនេះគេហៅថា삼겹살នេះអញ្ចឹងគាត់ថា삼겹살គឺអត់បានទេនេះ삼겹살 안 돼요. 삼겹살은អត់បានទេនេះ 알리씨는 돼지고기를 못 먹잖아요. 네, 못 먹잖아요. 네. 알리씨는 네, 돼지고기를 못 먹잖아요. 나 못 먹잖아요. គឺមានន័យថា Ali នឹងកញ្ញា Ali នឹងគឺគាត់មិនអាចញ៉ាំនេះមិនអាចញ៉ាំសាច់ជ្រូកបានទេចាអញ្ចឹងបានន័យថាយើងអាចបកដោយសារក៏បានដែរព្រោះតម្រងចាណាយោនេះគឺជាតម្រងចិត្តដោយសារប៉ុន្តែស្ថានភាពអ្នកដែលស្ដាប់និងអ្នកនិយាយគឺគាត់យល់ពីស្ថានភាពនឹងដូចគ្នាគាត់ដឹងគាត់តែគាត់ភ្លេចអញ្ចឹងឧទាហរណ៍ថាប្រយោគទី3នេះអ្នកដែលស្ដាប់ហ្នឹងគាត់ដឹងថា Ali នេះគឺគាត់អាចញ៉ាំសាច់ជ្រូកបានទេគ្រាន់តែគាត់ភ្លេចអញ្ចឹងគាត់បបួលណាគាត់បបួលមកថា삼겹살 어때요? សាច់អាំងកូរ៉េមិនដែរនេះអញ្ចឹងមិត្តភក្តិមួយទៀតគាត់ឆ្លើយថា 삼겹살은 안 돼요. នេះ 삼겹살 គឺអត់បានទេ 알리씨는 돼지고기를 못 먹잖아요. នេះ 못 먹잖아요 គឺអត់អាចញ៉ាំបានទេអញ្ចឹងបានធ្វើឲ្យអ្នកស្ដាប់គាត់ថាអូអាហ្នឹងគាត់អាចជាការចងចាំគាត់សារឡើងវិញអញ្ចឹងនៅក្នុងស្ថានភាពប្រើចាណាយោយើងអាចបកបានណាចាណាយោគឺដោយសារនេះយើងបកថាដោយសារបានណានេះប៉ុន្តែវាមិនមែនជាទម្រង់ប្រាប់ពីមូលហេតុផលអីទេណាគ្រាន់តែនៅក្នុងស្ថានភាពគ្រាន់តែយើងចង់បញ្ជាក់ទៅដល់អ្នកស្ដាប់ឲ្យអ្នកស្ដាប់ហ្នឹងមានការចងចាំសារឡើងវិញណានេះព្រោះអ្នកស្ដាប់ហ្នឹងគាត់ដឹងរឿងហ្នឹងដែរប៉ុន្តែគាត់ភ្លេចណោះនេះតើយើងមកមើល4번 보세요 여러분 네 민수 씨와 함께 가면 걱정 없어요 네 걱정 없어요 네គ្មានការព្រួយបារម្ភអញ្ចឹងគ្មានការព្រួយបារម្ភយ៉ាងម៉េចនេះប្រសិនបើទៅជាមួយនឹងមីនស៊ូគឺគ្មានការព្រួយបារម្ភទេនេះវ៉ាហាំគេយល់រួមទម្រង់នេះល្អណាវ៉ាហាំគេអញ្ចឹងយើងអាចដាក់នៅខាងមុខនេះគឺដាក់នរណាម្នាក់ទៅជាឈ្មោះមនុស្សឬក៏ជាអីមួយណាឲ្យតែជាមនុស្សណានេះវ៉ាហាំគេខាមយ៉ននេះប្រសិនបើទៅជាមួយណាគេជាមួយនឹងមីនស៊ូ걱정 없어요នេះ걱정 없어요នេះ걱정 하다ពាក្យវាមានណា걱정하다យើងបកថាព្រួយបារម្ភនេះ걱정하다 잠시만요 네 걱정하다ព្រួ
rồi bà rộng tao bây khúc trong observe dương bỏ thá miền cá rồi bà rộng nè rồi bà rộng đó 전에 태권도 선수였잖아요. 네, 였잖아요. 정말 뭐 동동 였잖아요. 잖아요.យើងប្រើជាមួយនឹងនាមបានទៀតเนาะនេះកំបិត 있잖아요 ប៉ុន្តែដោយសារតែគេប្រើជាទម្រង់អតីតកាលអញ្ចឹង 잖아요 បើយើងនិយាយឲ្យចំទៅវាអាចប្រើនៅក្នុងអតីតកាលក៏បានដែរណានេះអញ្ចឹងយើងបកថា 전에 태권도 선수였잖아요. 태권도 선수 này son suối dân bọt hạt kỳ lạ cô rồi buồn kỳ lạ cô ao tại bộ phụ kỳ lạ vậy đúng ở đây nhắc đại lên kỳ lạ chỉ kỳ lạ có dân ra son suối thì ở nó nè chân kỳ lạ có tay khoản đồ nó chân bài thác đầu xa tay bị muốn nó cô quát chi kỳ lạ có tay khoản đồ nó để xa tay bị muốn chân và xong là tay chỉ mỗi quát cứ để học cho hộp sale đó để chân con tại cô nếu cứ dây đầm bay bị chẹt ao nhặt để sạp nó đâm thà ô mình xui nó cứ quát chi á nè chia là cái cứ chia nè chia nè thế khoan đồ sản su nát đây là snap bị muốn có đăng là tham mình su nước chia nè pina kề khoan đấy nè đành chạy đến cứ động lập nè để snap đang ở đăng xả lòng bánh nè chân bữa co chả nai nếu chỉ bữa co mỗi đại nó non tham má hành cục tham má rừng phía của đấy nè cho chất pra mình tên hai chỉ ca pra và trăm ngay ok cho chất pra này lại là tha đồng lập của nam này ở trong trăm ấy mùi nó nè ủa thì họ thác để xong đến cầm bắt xong đến nhạc caro có thể ủa cho xong đến trên nhạc caro thì vẫn thấy xong đến mở thôi chỉ bài này đó đấy ô sẽ cá ủa nữa nè giờ đâu vui nè hăn thọc nè kéo nè khi ông bài tỏนี้hăn thọc nè kéo khi ông bài tỏนี้tỏ mặt thẻ với người ta nó thôn ốp chân nào nè ai ở bên lối ấy nè nó thôn ốp chân nào nè ai ở bên lối ấy nè rung lập xong gì đại sao những cái đăng khối ấy ta thọ biên lôi đây và ta trong bài anh nói là không có để sạc nó dừng vào nâng bàn á nè trần này ô quân tài vật chỉ có trần này ô là tọt nia trong chấm á nè vật chỉ có trần này ô nè vật chỉ có trần này ô ní dừng ắt ắt pra cho mỗi những mình đủ cha bàn tê rồi rồi nè chỉ mỗi những mình đủ cha chỉ mỗi những tất cả bao nhiêu cứ ắt bàn tê chỉ tu tới dừng pra nơi dừng pra xem hiện tại nhận là na ná mật pheឬក៏ជាមួយក្មេងៗណាឬក៏ជាមួយនឹងមិត្តរួមការងារដែលអាយុប្រហែលគ្នាឬក៏លើសគ្នាតិចតួចបានប៉ុន្តែបើយើងប្រើជាមួយអ្នកដែលតំណែងខ្ពស់ឬក៏និយាយរួមតាក់ទងជាមួយនឹងនៅក្រុមហ៊ុនអ្នកដែលតំណែងខ្ពស់យើងអាចប្រើបានទេប៉ុន្តែបើនៅក្នុងគ្រួសារឪពុកម្ដាយក៏យើងប្រើបានដែរណាដើម្បីយើងបញ្ជាក់ឲ្យគាត់ដឹងតាំងវិញเนาะអញ្ចឹងយើងមកមើលតែសង្ឃឹមថាប្រយោគទាំង4នេះអ្នកទាំងអស់គ្នាអាចបកបានเนาะអញ្ចឹងភាសាទៀតណាចណាយោយើងអាចបកបានគឺបកដោយសារពេលខ្លះគ្រូខ្លះគាត់បរិញ្ញាអ្នកទាំងអស់គ្នាអាចថាចណាយោបកអត់ចេញទេប៉ុន្តែចណាយោបកបានគ្រាន់តែស្ថានភាពក្នុងការប្រើប្រាស់នៅពេលដែលអ្នកស្ដាប់និងអ្នកនិយាយដឹងពីស្ថានភាពនឹងដូចគ្នាគ្រាន់តែអ្នកដែលនិយាយនឹងគឺគាត់រំលឹកទៅដល់អ្នកដែលស្ដាប់เนาะតែអញ្ចឹងឧទាហរណ៍មួយ정우 씨는 김밥을 자주 먹네요. 네, 정우 씨는 김밥을 자주 먹네요. nó dân còn vậy thá nè 정우 đó lục 정우 nè 정우 chìm được đó nè 정우 nó cứ quát nè usa đi có quát nhằm 김밥 chỉ nhật nhọt 자주 nè 자주 đi giờ anh bỏ thà chỉ rơi chỉ nhật nhọt nè cứ có mai giờ anh bỏ thà usa có bạn này nè usa nhằm 김밥 nè nhằm 김밥 chỉ nhật nhọt nó mình xuống nè chân ấy cứ đào xa tại 김밥 nó giống mấy xa cố mà xịt chẳng nào chân nè giờ đâu muốn xong rồi nè tao này bà xem mà nè tao này nơi cổ để có đăng này thà 김밥 nó giống mấy cứ 김밥 sao nè xa đá cứ thảo nó 김밥 thảo nó hãy mà xịt sao cứ biết ngành thảo hay ngành chân vì na có đăng này chân con tay nè đây vậy nó cứ có trong lồng lộng nè là sao đó năng cứ xa cô mà xịt cha này nè mà xịt cha na nè chân bà chân bà dừng vậy chúng mình mất thế nè nó dừng ở sau pra vô tề nè xa cô mà xịt chân na nè mà xịt cha na nè nó dânประโยคផ្សេងទៀតអ្នកទាំងអស់គ្នាអាចមើលទៅអ្នកអាចទាំងអស់គ្នាអាចមើលបើសិនបើមានចង្អល់កន្លែងណាក្នុងការបកអ្នកទាំងអស់គ្នាអាច comment នៅខាងក្រោមវីដេអូនេះថាអូពាក្យនេះបកថាម៉េចសន្តិនិកខ្ញុំនឹងបកជូនតើអញ្ចឹងយើងមកមើល B ណាយើងមើល A និង B ជាមួយនឹងការសន្ទនា
일단은 여러분 잘 들으세요. 두 번 읽겠습니다. 네, 안 비동 아이나 여러분. 네, 정 스납가 번쟁 성랭 로버. 네, 잖아요. 네, 잘 들으세요. 유진 씨는 오늘 미팅에 안 와요? 유진 씨는 남자친구가 있잖아요. 그래서 안 불렀어요. 네, 다시 들으세요. 유진 씨는 오늘 미팅에 안 와요? 유진 씨는 남자친구가 있잖아요. 그래서 안 불렀어요. 네, toàn chân dân mà mơ tới đọc chấn ví dụ trong coi nó tại chỉ muốn những bây giờ có chân nào đó 네, chân A có số thá 유진 씨는 오늘 미팅에 안 와요. 네, 안 와요. 네, chân có số thá hạt ấy ban chi á 네, 네, nó không biết ở bên về đấy còn tái về khác gì ai bỏ thà hạt ấy đó 네, hạt ấy ban chi á 네, 유진은 그 màu chấn 네, ở màu ngày nhìn chấn ở màu ca chụp chôm chấn 네, chân Bគាត់ឆ្លើយរំលឹកទៅដល់អ្នក A នេះគាត់និយាយថា 유진 씨는 남자친구가 있잖아요. 네,គាត់និយាយថា 유진 នេះគឺគាត់មានមិត្តប្រុសហើយព្រោះការជួបជុំនេះគេជួបជុំអ្នក single យើងមកមើលរូបភាពណាអ្នក single គេជួបជុំគ្នាអញ្ចឹង 유진 នេះគឺគាត់មានមិត្តប្រុសហើយអញ្ចឹងគាត់រំលឹកទៅដល់ A កំពិត A ក៏គាត់ដឹងដែរថា 유진 នឹង 남자친구 있어요. ប៉ុន្តែគាត់ភ្លេចទៅ B គាត់និយាយណា네, 유진 씨는 남자친구가 있잖아요. 그래서 안 불렀어요.ដូច្នេះហើយគឺខ្ញុំមិនហៅគាត់មកទេនេះអត់ហៅមកទេបើគាត់មានមិត្តប្រុសហើយហៅមកទៅអីដែរណាព្រោះនេះ meeting នេះគឺការជួបជុំគ្នានិយាយ meeting នេះវាយើងបកទលំទលាយឲ្យតែការជួបជុំគ្នាយើងប្រើ meeting ណានេះទាំងការប្រជុំនៅក្នុងក្រុមហ៊ុនក៏យើងប្រើពាក្យ meeting ដែរប៉ុន្តែបើយើងប្រើឲ្យចំនៅក្នុងការប្រជុំយើងប្រើថា회의នៃការប្រជុំនៅក្នុងក្រុមហ៊ុនណាប៉ុន្តែ meeting នេះអាចជាការប្រជុំជួបជុំគ្នាអីមួយតាក់ទងជាមួយនឹងរឿងអីមួយណានេះតោះអញ្ចឹងវេយ្យាករណ៍ Channel នេះអ្នកទាំងអស់គ្នាអាចនឹងយល់ពីការប្រើប្រាស់បានច្រើននេះសង្ឃឹមថាអាចនឹងយកទៅប្រើប្រចាំថ្ងៃបានព្រោះ Channel នេះយើងប្រើសម្រាប់តែការនិយាយតែប៉ុណ្ណោះយល់របួននេះសម្រាប់តែការនិយាយតែប៉ុណ្ណោះនៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់យើងជាពិសេសយើងប្រើជាមួយនឹងមិត្តភ័ក្តិណោះនេះយើងប្រើជាមួយនឹងមិត្តភ័ក្តិយើងប្រើជាមួយនឹងសាច់ញាតិយើងប្រើជាមួយនឹងមនុស្សស្និទ្ធស្នាលប៉ុន្តែនៅក្នុងក្រុមហ៊ុនគឺយើងអត់ប្រើជាមួយនឹងតកែទេប្រយ័ត្នយើងប្រើប្រយោគនឹងមួយតកែអត់បានទេណាយល់របួននេះអញ្ចឹងបើសិនមកអ្នកទាំងអស់គ្នាមានចម្ងល់តាក់ទងជាមួយនឹងវិជ្ជាករផ្សេងទៀតអ្នកទាំងអស់គ្នាអាច comment នៅខាងក្រោមវីដេអូនេះបានណានេះអញ្ចឹងនេះក្រុមយល់របួន안녕 네 다음에 봅시다 네 안녕